ជម្រាបសួរបងប្អូននិងអូនពូមីងទាំងអស់គ្នាថ្ងៃនេះថ្ងៃសម្រាប់ខាងខ្ញុំបាទបានមកលេងនៅបឹងយ៉ាឡោមឃើញថាទេសភាពស្រស់ស្អាតមែនទែនអ្វីដែលសំខាន់ណាស់មកជួបជាមួយនឹងខាងកមុំជនជាតិដើមភាគតិចអូយនិយាយពីថាតែងខ្លួនវិញមកបែបតែម្ដងបងប្អូនកុំច្រឡំណាបាទខ្មែរយើងទេគ្រាន់តែថាតែងសម្រាប់នៅក្នុងការលំអជាមួយនឹងការថតរូបអីចឹងណាបាទនេះគឺជាក្រុមមិត្តភ័ក្តិរបស់ខាងខ្ញុំបាទទេបាទគឺឆ្លៀតឱកាសថ្ងៃទំនេរអញ្ចឹងគឺយើងអាចមកដំណើរកំសាន្តបាទគយគន់នៃតំបន់រមណីយដ្ឋានបឹងយ៉ាឡោមដែលជាបេះដូងនៅក្នុងខេត្តរតនគិរីឃើញថាជ្រុងណាក៏ស្អាតដែរបងប្អូនគ្រាន់តែខាងខ្ញុំបានផ្ដិតនិយាយរកភាពតិចទេណាបងប្អូនឃើញហើយមានអារម្មណ៍មួយថាចង់ទៅលេងមែនទេហើយខាងខ្ញុំឲ្យតែថាបានមកគឺអារម្មណ៍មួយថាស្រស់ស្រាយតែម្ដង relax ទេបងប្អូនហើយមួយវិញទៀតសោតដល់បងប្អូនឃើញថាទស្សនវិជ្ជានៅទីនោះគឺថាស្រស់ស្អាតមែនតើទៅមិនចិនណាយសោះទៅម្ដងហើយចង់ទៅម្ដងទៀតសូម្បីតែខាងបងដែលគាត់មកពីចំណាក់ខេត្តផ្សេងឬក៏តាមបណ្ដារាជធានីអីណាឲ្យតែមកគឺថានឹកឃើញបំផុតជាមួយនឹងបឹងយ៉ាឡោមព្រោះថាទស្សនវិជ្ជាទីនោះឲ្យតែម្ដងនិយាយពីថាអូយស្រស់ស្រាយមែនតើហើយអ្វីដែលសំខាន់បងប្អូនឃើញដើមឈើឡើងធំឃើញហើយលក្ខណៈមួយថាចង់គយគន់តែម្ដងជាពិសេសគឺទឹកឡើងខៀវស្រងាត់តែម្ដងបើមិនបានងូតទឹកបឹងយ៉ាឡោមទេដូចអត់បានមកអញ្ចឹងណាបងប្អូនហើយនេះ admin និយាយពីថាឃើញរូបខ្លួនឯងនឹងបញ្ចូលសម្លេងឡើងលក្ខណៈមួយថាពេញចិត្តស្ដោកតែម្ដងកើតមកមួយជាតិនេះគេថារូបសម្រស់ក្រនបាដែរតែចែកដតនៃ single ណាបងប្អូនអរគុណឥឡូវក៏យើងចាប់ផ្ដើមបន្តដំណើរទៅបណ្ដាផែនីមួយដើម្បីគយគន់នៃសម្រស់បឹងយ៉ាឡោមណាយើងដើរដល់ផែទី3បងប្អូនហើយនេះគឺជាខ្ទមអ្នកតាគេបាទគេថារចនាមកលក្ខណៈមួយថាស្អាតមែនតើហើយអ្វីដែលសំខាន់ណាឃើញថាបងប្អូនយើងគាត់មកលេងច្រើនសម្រាប់នៅក្នុងថ្ងៃនេះហើយមានភ្ញៀវទេសចរមកច្រើនមែនតើសូម្បីតែខាងខ្ញុំបានលក្ខណៈមួយថាស្ងោចសរសើរជាមួយនឹងខាងបងភ្ញៀវទេសចរដែលគាត់មកលេងហើយនឹងឃើញក្រុមអូនដែលគាត់បានសម្ដែងរឿងអីនេះគឺគាត់មកថតច្រើនមែនតើខាងខ្ញុំបានអត់បានផ្ដិតយករូបភាពកន្លែងនេះព្រោះតែគេកំពុងតែថតខ្លាចរំខានគេអញ្ចឹងណាប៉ុន្តែឥឡូវនេះគឺចេញប្លុកខ្លួនឯងតែម្ដងដើម្បីផ្ដោះជូនត្រខាងបងប្អូននៅក្នុងការទស្សនាកំឡោះក្រមុំពីរនេះរូបតំណាងឯណាបងប្អូនបាទហើយមុននឹងបងប្អូនបានឃើញរូបពិតទេណានៅក្នុងចុងក្រោយវីដេអូរបស់ខាងខ្ញុំបាទនឹងផ្ដល់ជូនជាមួយនឹងរូបភាពសម្រាប់ឲ្យខាងបងប្អូនទស្សនាផងដែរចង់ដឹងថាមានរូបភាពបែបម៉េចសូមកុំភ្លេចទស្សនាទាំងអស់គ្នាណាមកប៉ុសចេញមកនិយាយពីថាលេចធ្លោមែនតើនេះហើយបងប្អូនកុំជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរីអរគុណបាទសូមកុំភ្លេចណាទស្សនាហើយចូលទៅ Subscribe ឲ្យ admin ម្នាក់មួយផងដើម្បី share ចែករំលែកដល់ខាងបងប្អូននៅក្នុងការទស្សនាបន្តណាកុំភ្លេចជាមួយនឹង channel របស់យើងខ្ញុំថ្ងៃនេះមានតែប៉ុណ្ណេះទេជួបគ្នានៅក្នុងវីដេអូក្រោយបាយ